ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះវីដេអូនឹងបង្ហាញពីការបណ្ដុះមេជីធម្មជាតិ EM ឬអក្សរពេញថា Effective Microorganism នៅក្នុងដំណើរការផលិតមេជីធម្មជាតិនេះផងដែរក៏មានគោលបំណងធំ3ទី1គឺអនុវត្តការបណ្ដុះមេជីទី2មានសមត្ថភាពប្រើប្រាស់ជំនាញជីវវិទ្យាក្នុងវិស័យកសិកម្មទី3មានបំណិនវិទ្យាសាស្ត្រក្នុងការរៀបចំការវិសោធន៍ដោយខ្លួនឯងប្រកបដោយភាពម្ចាស់ការមុននឹងដល់ដំណើរការផលិតមេជី EM ក៏មានសំណួរចំនួន2ទី1គឺសួរថាតើ EM ជាអ្វីទី2តើយើងអាចបណ្ដុះមេជី EM បានដោយរបៀបណាEM ឬ Effective Microorganism ហ្នឹងគឺជាក្រុមមីក្រូសារពាង្គកាយមានប្រសិទ្ធភាពមានអត្ថប្រយោជន៍ពីធម្មជាតិដែលយើងនឹងអាចប្រើប្រាស់និងក៏ទាញយកភាពចម្រុះនៃអតិសកុមប្រាណរបស់ប្រព័ន្ធអេកូឡូស៊ីដីអតិសកុមប្រាណទាំងនោះមានដូចជាបាក់តេរីឡាក់ទិកដែលវាមានលទ្ធភាពធ្វើរស្មីសំយោគផ្សិតដំបែផ្សិតល្បើងដែលពួកវាមានលក្ខណៈសរីរវិទ្យាសមស្របជាមួយគ្នាទៅវិញទៅមកនិងអាចរស់នៅជាមួយគ្នាក្នុងមជ្ឈដ្ឋានបណ្ដុះរាវមានផុសតាងបង្ហាញថាការបាញ់ EM ដល់ដីអាចជួយបង្កើនគុណភាពដីការលូតលាស់រុក្ខជាតិនិងទិន្នផលដំណាំបានល្អជំរុញការចេញផ្កាការលូតលាស់ផ្លែព្រមទាំងការទុំរបស់ដំណាំវាអាចបង្កើនទិន្នផលដំណាំនិងបង្កើនគុណភាពដំណាំក៏ដូចជាបង្កើនល្បឿននៃការបំផ្លាញសារធាតុសរីរាង្គពីសំណល់ដំណាំផ្សេងៗដែរចំពោះសម្ភារៈវិញគឺយើងមានធុងទឹកដែលមានកម្រិតបិទជិតផ្លែឈើទុំស្ករអំពៅពណ៌ត្នោតជ្រញកំបិតទឹកស្អាតគ្មានជាតិក្លរទឹកមេជី EM និងស្រោមដៃសម្រាប់ដំណើរការនៃការផលិតមេជី EM ដោយប្រើផ្លែឈើក៏មានភាពងាយស្រួលគឺយើងគ្រាន់តែធ្វើការជ្រើសរើសផ្លែឈើដែលមានពណ៌លឿងមានដូចជាចេកល្ហុងម្នាស់ផ្លែឈើពណ៌លឿងទាំងនោះគឺវាសម្បូរទៅដោយអរម៉ូនអេទីឡែនដែលមានរូបមន្ត C2H8 ដែលជួយជំរុញល្បឿនប្រតិកម្មនៅក្នុងការផលិតមេជីឲ្យឆាប់បានប្រើប្រាស់សូមបញ្ជាក់ផងដែរថាផ្លែឈើដែលខុសពីពណ៌លឿងក៏អាចយកមកផលិតជាមេជីធម្មជាតិបានដែរក៏ប៉ុន្តែសម្រាប់ការជំរុញល្បឿនប្រតិកម្មឲ្យជីនឹងរលាយឆាប់គឺយឺតជាងផ្លែឈើដែលមានពណ៌លឿងដំណើរការដំបូងគឺយើងធ្វើការចាត់ផ្លែឈើឲ្យផ្លែខ្លះដល់វាទុំខ្លាំងគឺយើងធ្វើការច្បាច់វានឹងដៃផ្ទាល់តែម្ដងយើងធ្វើមិនឲ្យវាខ្លាចជាលបាយផ្លែឈើដែលកាន់តែម៉ត់កាន់តែល្អដំណើរក្រឡាំងវិលវល់ជួកំភេងកំឡុងមកដល់បន្ទាប់ពីច្របាច់ផ្លែឈើឲ្យខ្លាចជាលបាយម៉ត់ហើយយើងធ្វើការលាយស្ករអំពៅពណ៌ត្នោតចំនួន1គីឡូរួចហើយយើងធ្វើការច្របល់ស្ករជាមួយនឹងល្បាយផ្លែឈើហ្នឹងឲ្យរលាយចូលគ្នាឲ្យសព្វអ្នកទស្សនាក៏និយាយឆ្ងល់ដែរហេតុអីបានយើងត្រូវដាក់ស្ករដោយសារស្ករគឺជាសារធាតុចិញ្ចឹមជំរុញដល់ការលូតលាស់និងការបំបែកខ្លួនរបស់ក្រុមអតិសកុមប្រាណនៅក្នុងការដំណើរការផលិតមេជីហ្នឹងអញ្ចឹងនៅពេលយើងដាក់ស្ករទៅធ្វើឲ្យជីរបស់យើងឆាប់បានប្រើប្រាស់លឿនក្រោយពីលាយស្កររួចគឺយើងធ្វើការដាក់បញ្ចូលនៅទឹកមេជី EM ចំនួន200មីលីលីត្រចូលទៅក្នុងល្បាយទឹកផ្លែឈើរបស់យើងរួចកូរឲ្យសព្វដូចគ្នាតែងបងពួតអ្នកណារូបសង្ហារលើបរលងល្អត្រៀងត្រង់ជាងអង្គបាក់សីចោលរំភើយរហើយអត់បីដូចដនត្រីលេងបត់សាបន្តមកទៀតគឺយើងធ្វើការដាក់ទឹកចំនួន2លីត្រចូលឬក៏ដាក់ឲ្យលិចនៅល្បាយផ្លែឈើរបស់យើងហើយទឹកដែលយើងដាក់នោះគឺជាប្រភេទទឹកស្អាតទឹកដែលគ្មានសារជាតិក្លរមានដូចជាទឹកចម្រោះទឹកសុទ្ធអីផ្សេងបងប្អូនទាំងអស់គ្នាគាត់ជាឆ្ងល់ហេតុអីយើងមិនប្រើទឹកទយោទឹកបឹងទឹកត្រពាំងពីព្រោះថាទឹកទាំងអស់នោះគឺវាមានសារធាតុក្លរច្រើនហើយនិងបារ៉ូតសូដ្យូមអីជាច្រើនអញ្ចឹងទឹកនេះបើសិនយើងយកមកប្រើប្រាស់ហើយខ្លាចជាមេជីស្រោចដំណាំគឺនឹងធ្វើឲ្យរុក្ខជាតិនឹងដុះលូតលាស់ល្អចុងក្រោយក៏យើងធ្វើការបិទគម្របឲ្យជិតរួចរក្សាទុកនៅកន្លែងដែលគ្មានពន្លឺថ្ងៃរយៈពេល7ថ្ងៃទើបយើងមកសង្កេតមើលម្ដងទៀតសម្រាប់វីដេអូបង្ហាញពីដំណើរការផលិតមេជីធម្មជាតិ EM ត្រូវបានបញ្ចប់អរគុណសម្រាប់ការទស្សនាជម្រាបលា